តំព័រ AliExpress គឺជាហាងទំនិញអនឡាញដ៏ធំមួយរបស់ចិនដែលមានទំនិញជាច្រើនលោកអ្នកអាចធ្វើការទិញទំនិញដែលលោកអ្នកចង់ទិញពីគេហទំព័រ AliExpress ជាមួយនឹងបាន PayGo Mastercard របស់លោកអ្នកបានដំបូងលោកអ្នកត្រូវធ្វើការចុះឈ្មោះជាមួយនឹងគេហទំព័រ AliExpress របស់លោកអ្នកជាមួយនឹងបាន PayGo Mastercard របស់លោកអ្នកបន្ទាប់មកចុចពាក្យ Join បំពេញនៅចន្លោះទាំងអស់ហើយចុចពាក្យ Create your account ឥឡូវនេះលោកអ្នកធ្វើការបង្កើតគណនី AliExpress របស់លោកអ្នកបានហើយលោកអ្នកអាចស្វែងរកទំនិញនៅលើគេហទំព័រ AliExpress បានដែលលោកអ្នកចូលទៅកាន់ menu ចុចនៅខាងឆ្វេងដៃហើយរកពាក្យ Search ឧទាហរណ៍ថាលោកអ្នកបានឃើញទំនិញដែលលោកអ្នកត្រូវការទិញហើយលោកអ្នកគ្រាន់តែចុចមើលពិពណ៌នានៃទំនិញថ្មីៗរបស់លោកអ្នកប្រសិនបើលោកអ្នកចង់ទិញទំនិញមួយនោះលោកអ្នកត្រូវប្រាកដថាគណនី PayGo Wallet របស់លោកអ្នកមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ទិញទំនិញមួយនោះចុចពាក្យ Buy Now ឥឡូវនេះលោកអ្នកត្រូវបំពេញព័ត៌មានរបស់លោកអ្នកសម្រាប់ការដឹកជញ្ជូនទំនិញរបស់លោកអ្នកពីព្រោះរាល់ទំនិញនឹងត្រូវដឹកជញ្ជូនឲ្យលោកអ្នកតាមរយៈព័ត៌មានទាំងអស់នេះចុចពាក្យ Sell and Ship to this address ចុចពាក្យ Place Order ជ្រើសរើសប្រទេស Cambodia ហើយចុចពាក្យ Mastercard បញ្ចូលលេខបាន PayGo Mastercard របស់លោកអ្នកបញ្ចូលខែនិងឆ្នាំផុតកំណត់របស់កាតនៅក្នុងចន្លោះ expiration date ចុចពាក្យ CVV នៅលើបាន PayGo Mastercard របស់លោកអ្នកហើយបញ្ចូលលេខកូដសម្ងាត់នោះនៅក្នុងចន្លោះ security code ដាក់នាមតកូដនិងឈ្មោះរបស់លោកអ្នកនៅលើបាន PayGo Mastercard របស់លោកអ្នកចុចពាក្យ Sell and Pay ទាំងអស់នេះគឺជាអ្វីដែលលោកអ្នកបានធ្វើការកម្មង់ទំនិញពី AliExpress រយៈពេលដែលទំនិញនឹងត្រូវធ្វើការដឹកជញ្ជូនមកក្នុងប្រទេសកម្ពុជាគឺរយៈពេល15ថ្ងៃទៅ20ថ្ងៃសូមចំណាំថាក្រុមហ៊ុន PayGo គ្រាន់តែផ្ដល់នូវវិធីដែលធ្វើការទូទាត់កម្មង់ទំនិញពីគេហទំព័រ AliExpress យើងខ្ញុំមិនទទួលខុសត្រូវរាល់ការកម្មង់ទំនិញរបស់លោកអ្នកដូចជាការបាត់បង់ទំនិញគុណភាពមិនល្អឬបញ្ហាផ្សេងៗប្រសិនបើលោកអ្នកមានបញ្ហាជាមួយនឹងការកម្មង់ទំនិញរបស់លោកអ្នកសូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុន AliExpress ទំនិញរបស់អ្នកនឹងមកដល់ការិយាល័យប្រៃសណីយ៍កម្ពុជាហើយបុគ្គលិកការិយាល័យប្រៃសណីយ៍នឹងទំនាក់ទំនងទៅលេខទូរស័ព្ទដែលលោកអ្នកបានដាក់ចូលទៅក្នុងគណនី AliExpress ដែលលោកអ្នកបានចូលឈ្មោះរយៈពេល15ទៅ20ថ្ងៃទំនិញរបស់អ្នកនឹងមកដល់ប្រសិនបើអ្នកចង់ឆែកមើលនៅការកម្មង់ទំនិញរបស់អ្នកអាចចូលទៅមើលក្នុងគណនីរបស់អ្នកជ្រើសរើសពាក្យ My Order ហើយអ្នកនឹងឃើញព័ត៌មានទាំងអស់ក្នុងករណីដែលអ្នកទទួលបាននៅទំនិញដែលមានបញ្ហាឬក៏អ្នកមិនទទួលបានទំនិញសូមចុចលើពាក្យ Open Dispute ហើយសរសេររាល់បញ្ហារបស់អ្នកទៅអ្នកលក់ទំនិញមួយវិញទៀតក្រុមហ៊ុន PayGo មិនទទួលខុសត្រូវលើករណីបាត់បង់ឬមានបញ្ហាណាមួយនៅលើការកម្មង់ទំនិញរបស់អ្នកតាមរយៈ website AliExpress ទេដូច្នេះអ្វីដែលលោកអ្នកត្រូវធ្វើលោកអ្នកត្រូវដំឡើងកម្មវិធី PayGo Wallet របស់លោកអ្នកនៅលើទូរស័ព្ទដៃរបស់លោកអ្នកដែលចូលទៅកាន់ App Store ឬក៏ Play Store ហើយស្វែងរកពាក្យ PayGo Wallet ដំឡើងកម្មវិធីនោះនៅលើទូរស័ព្ទដៃផ្ទាល់របស់លោកអ្នកត្រូវធ្វើការចុះឈ្មោះជាមួយនឹងគណនី PayGo Wallet ដំបូងលោកអ្នកត្រូវដាក់លេខទូរស័ព្ទរបស់លោកអ្នកចុចពាក្យ OK លោកអ្នកនឹងទទួលបានសារជាលេខកូដមួយបន្ទាប់មកបញ្ចូលលេខកូដចូលទៅក្នុងចន្លោះរួចចុច OK ទាំងទី2លោកអ្នកត្រូវដាក់លេខកូដរបស់លោកអ្នកទាំងទី3និងទាំងទី4លោកអ្នកត្រូវដាក់លេខសម្គាល់ផ្ទាល់ខ្លួនរបស់លោកអ្នកទៅលើគណនី PayGo ទាំងទី5លោកអ្នកត្រូវបំពេញកន្លែង Promote Code ត្រូវបំពេញលេខ ID PayGo Wallet របស់មិត្តភ័ក្តិរបស់លោកអ្នកដែលបានណែនាំលោកអ្នកឲ្យប្រើប្រាស់កម្មវិធី PayGo Wallet មួយនេះតែប្រសិនបើលោកអ្នកមិនមានលេខ Promote Code ទេលោកអ្នកអាចចុចពាក្យ Skip ឥឡូវនេះកម្មវិធី PayGo Wallet របស់លោកអ្នកត្រូវបានដំឡើងរួចរាល់ហើយនេះគឺជាលេខ ID កម្មវិធី PayGo Wallet របស់លោកអ្នកតែមួយគត់ដែលលោកអ្នកត្រូវបញ្ចូលទឹកប្រាក់ចូលទៅក្នុងគណនី PayGo Wallet របស់លោកអ្នកអាចធ្វើការដាក់ទឹកប្រាក់ចូលទៅក្នុងម៉ាស៊ីន PayGo លោកអ្នកអាចស្វែងរកម៉ាស៊ីន PayGo ដែលនៅជិតនឹងលោកអ្នកតាមផែនទីដែលមាននៅក្នុងកម្មវិធី PayGo Wallet ចុចពាក្យ Refill PayGo Wallet នៅលើកញ្ចក់ម៉ាស៊ីនដាក់ប្រាក់រួចដាក់លេខ ID របស់លោកអ្នកដាក់ប្រាក់ចូលកន្លែងទទួលប្រាក់ហើយចុចពាក្យ Pay ជាការស្រេចឥឡូវនេះលោកអ្នកមានទឹកប្រាក់នៅក្នុងគណនី PayGo Wallet របស់លោកអ្នកហើយលោកអ្នកអាចធ្វើការប្រើប្រាស់ Mastercard របស់លោកអ្នកធ្វើការទិញទំនិញអនឡាញផ្សេងៗ
ទឹកប្រាក់ដែលមាននៅក្នុងគណនី PayGo Wallet និងទឹកប្រាក់ដែលមាននៅក្នុងគណនី Mastercard របស់លោកអ្នកគឺដូចគ្នាមុននឹងលោកអ្នកធ្វើការបង្កើត Mastercard នៅក្នុងគណនី PayGo របស់លោកអ្នកត្រូវដាក់ទឹកប្រាក់ចូលទៅក្នុងគណនី PayGo យ៉ាងតិចណាស់$5ហើយយើងខ្ញុំមិនមានកាត់ថ្លៃសេវាកម្មអ្វីទាំងអស់ក្នុងការបង្កើត Mastercard ដែលឥតគិតថ្លៃបើកម្មវិធី PayGo Wallet ជ្រើសរើសពាក្យ My Card បំពេញព័ត៌មានដែលនៅក្នុងចន្លោះទាំងអស់ហើយចុចពាក្យ Get Virtual Mastercard ឥឡូវនេះលោកអ្នកទទួលបាន PayGo Virtual Mastercard ហើយដើម្បីឃើញលេខកូដសម្ងាត់ត្រូវចុចទៅលើពាក្យ CVV លោកអ្នកអាចប្រើប្រាស់ PayGo Virtual Mastercard របស់លោកអ្នកដើម្បីទិញទំនិញអនឡាញផ្សេងៗដូចជាការទិញទំនិញទៅលើគេហទំព័រ AliExpress ឬក៏ទូទាត់សម្រាប់ហ្គេមអនឡាញទិញកម្មវិធី App Store, iTunes ឬក៏ Google Play Market ហើយលោកអ្នកក៏អាចធ្វើការភ្ជាប់ប័ណ្ណ PayGo Mastercard របស់លោកអ្នកចូលទៅក្នុងគណនី PayPal របស់លោកអ្នកផងដែរ